ngược lại làm hai người sai so so không phải chia mai ta vui nhưng lực suy nhưng chơi tay chuối kia cùng chiếc mai nên không đầy nhưng đầm lại ở cha có sáng kết mùa đồn ta chiếc mai bụi đông cô khăn khai chuyện kiên smart chuyện khai ra nhưng giờ khăn ở cha giờ sai cả smart ở đây cây la khăn khai chuyện kiên smart chuyện khai ra nhưng giờ khăn ở cha giờ sai cả smart ở đây cây la dương mình chưa thay dương mình nhé mà xin chỉ dương lo xuống nằm bơi chạy chung nè không tiền họ phải như nằm bơi chụp chơi rau lan thì mình chẳng ơi we the best we the champion lượt một ai vật test we to the top mình là nào đường list group của dương clang they know we the best cheer Campuchia ta bơi chụp chơi dương một tay tiếng ở kia là các thằng nam chung cái là Campuchia một thôn sản xuất chuyên của dương tiếng ở kia chơi Campuchia ta sự ta mình không ra bỏ ra cùng kia thôi dương rất mong bà sẽ tới những con người lại làm hai người sai những chia so so này không chia sai con to những chia so so này không chia sai con to những con cho thế là không chia សម្ដេចអធិបតីទាំងទ្វេជាទីគោរពដ៏ខ្ពង់ខ្ពស់នៅពេលនេះយើងខ្ញុំសូមអនុញ្ញាតដើម្បីបានគ្រប់អញ្ជើញឯកឧត្តមបណ្ឌិតហងជួននរិននិងឯកឧត្តមបណ្ឌិតថងខុនសូមឯកឧត្តមអញ្ជើញឡើងមកកាន់វេទិកា I have great honor now to invite on stage His Excellency Dr. Hong Chuan Naron and His Excellency Dr. Thong Khon សម្ដេចអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់នឹងខ្ញុំសូមអនុញ្ញាតដើម្បីបានគ្រប់អញ្ជើញឯកឧត្តមបណ្ឌិតហងជួននរិនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាជាតិលើកទី1ឆ្នាំ2016ដើម្បីអញ្ជើញថ្លែងសន្ទរកថា Ladies and gentlemen, we have now the speech by His Excellency Dr. Hong Chuan Naron, Minister of the Ministry of Education, Youth and Sport. សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងសម្ដេចកតេព្រឹទ្ធបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមគោរពអាដាមលោកជំទាវឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលភ្ញៀវកិត្តិយសជាតិអន្តរជាតិជាទីគោរពអាដាមលោកជំទាវលោកស្រីជាគណៈកម្មការអនុគណៈកម្មការរៀបចំការប្រកួតទាំងអស់បតិភូកីឡារាជធានីខេត្តលោកស្រីភ្ញៀវកិត្តិយសអ្នកសារព័ត៌មានអង្គពិធីទាំងមូលកីឡាករកីឡាការិនីជាទីមេត្រីថ្ងៃនេះជាទិវាប្រកបដោយមហាអ្នកខត្តរិកដែលយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំមន្ត្រីរាជការសិស្សនិស្សិតបតិភូកីឡានិងមហាជនទាំងអស់មានកិត្តិយសយ៉ាងធំធេងនិងមានសេចក្តីសោមនស្សរីករាយឥតឧបមាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកតេព្រឹទ្ធបណ្ឌិតបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកបំផុតអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី1ដ៏មានសារៈសំខាន់និងជាប្រវត្តិសាស្ត្រនៅពហុកីឡាដ្ឋានជាតិនាពេលនេះក្នុងនាមក្រសួងអប់រំយុវជននិងកីឡានិងក្នុងនាមគណៈកម្មាការរៀបចំការប្រកួតខ្ញុំបាទសូមធ្វើរបាយការណ៍ស្ដីពីការរៀបចំនិងលទ្ធផលនៃការប្រកួតកីឡាជាតិលើកទី1ជូនសម្ដេចតេជោនិងសម្ដេចកតេព្រឹទ្ធបណ្ឌិតព្រមទាំងអង្គពិធីទាំងមូលសូមជ្រាបដូចខាងក្រោមការប្រកួតកីឡាជាតិលើកទី1នេះបានប្រព្រឹត្តទៅក្នុងរយៈពេល12ថ្ងៃដោយគិតចាប់ពីថ្ងៃទី25ខែតុលាឆ្នាំ2016រហូតដល់ថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2016នៅរាជធានីភ្នំពេញនិងនៅខេត្តកំពង់ចាមដែលមានប្រតិភូកីឡាសរុបចំនួន2937នាក់ក្នុងនោះកីឡាករចំនួន1497នាក់កីឡាការិនី609នាក់គ្រូបង្វឹកនិងមន្ត្រីចំនួន531នាក់មកពី25រាជធានីខេត្តនិងក្រសួងចំនួន2ដើម្បីចូលរួមប្រកួតលើប្រភេទកីឡាចំនួន15មានវិញ្ញាសាចំនួន189យ៉ាងទៀតព្រឹត្តិការណ៍នៃការប្រកួតកីឡាជាតិលើកទី1នេះគណៈកម្មការរៀបចំការប្រកួតបានរៀបចំតាមលំនាំនៃការប្រកួតកីឡាលក្ខណៈហ្គេមដែលជាមូលដ្ឋានយ៉ាងសំខាន់ឈានទៅរកការសម្រេចបាននូវស្តង់ដារនៃការប្រកួតកីឡាដូចក្នុងតំបន់ហើយបានឈានដល់ទីបញ្ចប់នៅថ្ងៃនេះប្រកបដោយជោគជ័យនិងមោទនភាពជាទីបំផុតផ្អែកតាមគោលការណ៍នៃការរៀបចំការប្រកួតជាលក្ខណៈហ្គេមក្រសួងអប់រំយុវជននិងកីឡាបានប្រគល់ភារកិច្ចដល់សហព័ន្ធកីឡាជាតិទាំង15ដឹកនាំការប្រកួតលើប្រភេទកីឡាចំនួន15ដូចជាបាល់ទាត់បាល់ទះបាល់បោះអត្តពលកម្មប្រដាល់តៃក្វាន់ដូសូរិនជីកម្ពូប៉េតង់ចំបាប់វាយកូនបាល់វាយកូនឃ្លីលើតុវាយសីល្បុក្កតោកាយសម្ព័ន្ធនិងហែលទឹកតាមនិយមបច្ចេកទេសនៃការប្រកួតតាមប្រភេទកីឡានីមួយៗបានយ៉ាងល្អប្រសើរសហព័ន្ធកីឡាជាតិទាំង15ក្រៅពីការដឹកនាំការប្រកួតបានរៀបចំពិធីបំពាក់មេដាយដែលមានចំនួនសរុប1245គ្រឿងក្នុងនោះមេដាយមាសទទួលបានទៅលើវិញ្ញាសាចំនួន174ដែលមានចំនួន393គ្រឿងមេដាយប្រាក់លើវិញ្ញាសាចំនួន174ហើយដែលមានមេដាយចំនួន393គ្រឿងនិងមេដាយសម្រិតលើវិញ្ញាសា224ដែលមានមេដាយចំនួន459គ្រឿងព្រមទាំងបានផ្ដល់ប្រាក់រង្វាន់អមដោយមេដាយជូនជ័យលាភីក្នុងនាមគណៈកម្មការរៀបចំការប្រកួតខ្ញុំសូមថ្លែងអំណរគុណនិងវិនតម្លៃខ្ពស់ចំពោះស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នារៀបចំការប្រកួតកីឡាជាតិលើកទី1ទទួលបានជោគជ័យដ៏ធំធេងនិងជាទីមោទនៈបំផុតដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពនៅកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យកីឡាបទពិសោធន៍នេះជាមូលដ្ឋានអាចឲ្យយើងមើលឃើញព
ពីចំណុចខ្លាំងចំណុចខ្សោយនិងការត្រៀមលក្ខណៈរៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី32នៅក្នុងឆ្នាំ2023ខាងមុខលើសពីនេះទៀតជោគជ័យដែលយើងទាំងអស់គ្នាទទួលបាននេះมันអាចកាត់ផ្តាច់បានពីគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានបង្រួបបង្រួមជាតិនាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិនិងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាស្មើមុខស្មើមាត់និងមានឈ្មោះបោះសម្លេងលើក្នុងឆាកអន្តរជាតិនិងលើឆាកតំបន់ជាទីបញ្ចប់ខ្ញុំបាទសូមប្រសិទ្ធពរជ័យជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចគតិប្រិមណ្ឌិតឯកឧត្តមលោកជំទាវអស់លោកស្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិគ្រូបង្វឹកកីឡាករកីឡាការិនីនិងមហាជនទាំងអស់សូមប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការនិងសូមជូនពរឲ្យប្រតិភូកីឡាវិលត្រឡប់ទៅខេត្តប្រកបដោយសុខសុវត្ថិភាពហើយយើងនឹងជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី2នៅក្នុងឆ្នាំ2018ខាងមុខសូមអរគុណយើងខ្ញុំសូមអនុញ្ញាតដើម្បីបានគ្រប់អញ្ជើញឯកឧត្តមបណ្ឌិតថងខុនរដ្ឋមន្ត្រីក្រសួងទេសចរនិងជាប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាដើម្បីអញ្ជើញថ្លែងសន្ទរកថា Ladies and gentlemen, we have now the speech by His Excellency Dr. Thongkhon, Minister of the Ministry of Tourism and President of the National Olympic Committee of Cambodia. សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងសម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាទីគោរពដ៏ពងពោះបំផុតសម្ដេចលោកជំទាវឯកឧត្តមឧបនាយករដ្ឋមន្ត្រីសមាជិកាពិទ្ធសភារដ្ឋសភារដ្ឋាភិបាលរដ្ឋាភិបាលប្រតិភូកីឡាក្រសួងរាជធានីខេត្តនិងកីឡាករកីឡាការិនីទាំងអស់ជាជាតិនិងអន្តរជាតិជាទីគោរពជាទីមេត្រីជាថ្មីម្ដងទៀតក្នុងនាមគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជានៅរូបខ្ញុំតសូមសម្ដែងនៅថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏កំពុងពោះបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានិងសម្ដេចគតិប្រិមណ្ឌិតប៊ុនរ៉ានីហ៊ុនសែនក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី1នៅពេលនេះអស់រយៈពេល10ថ្ងៃនៃការប្រកួតកីឡាជាតិលើកទី1បានប្រព្រឹត្តទៅដោយរលូនតាមកម្មវិធីដែលបានកំណត់ពិសេសពិធីបើកការប្រកួតកីឡាជាតិជាប្រវត្តិសាស្ត្រក្រោមអធិបតីភាពរបស់កំពុងពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងសម្ដេចគតិប្រិមណ្ឌិតទទួលបានជោគជ័យនិងតាក់ទាញការគាំទ្រពីមហាជនទាំងក្នុងនិងក្រៅប្រទេសពិសេសបានផ្សព្វផ្សាយព័ត៌មានគ្របដណ្ដប់ទូទាំងប្រទេសនៅលើឆាកអន្តរជាតិកម្មវិធីបើកជាផ្លូវការនៃការប្រកួតកីឡាជាតិលើកទី1ត្រូវបានចូលរួមពីសិស្សនិស្សិតមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋប្រមាណ 60000 នាក់និងកីឡាករកីឡាការិនីចំនួន 2400 នាក់ព្រមទាំងក្រុមសម្ដែងចម្រុះចំនួន 1000 នាក់បរិយាកាសដ៏ត្រកាលនិងធាតុអាកាសដ៏ល្អប្រសើរបានធ្វើឲ្យកម្មវិធីបើកប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពស្វាហាប់មើងម៉ាត់មានការទទួលខុសត្រូវខ្ពស់ពីក្រុមសម្ដែងនីមួយៗនិងក្រុមបច្ចេកទេសរំលេចចេញនូវទស្សនវិជ្ជាប្លែកៗភាពអស្ចារ្យនិងសប្បាយរីករាយជាទីបំផុតពោពេញដោយមោទនភាពជាតិដ៏ជ្រាលជ្រៅសម្រាប់ប្រជាជាតិទាំងមូលទន្ទឹមនេះព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះគឺជាព្រឹត្តិការណ៍ទេសចរណ៍ផងដែរតាមនិន្នាការទេសចរណ៍នៃយុគសម័យនេះបានបញ្ជាក់ថាព្រឹត្តិការណ៍កីឡាគឺជាផលិតផលទេសចរណ៍មួយដែលកំពុងស្ថិតជាបេះដូងនៃទេសចរណ៍ពិភពលោក The sport tourism is at the heart of global tourism យ៉ាងណាមិញព្រឹត្តិការណ៍កីឡាទេសយ៉ាងណាមិញព្រឹត្តិការណ៍ប្រកួតកីឡាជាតិពិធីបើកពិធីបិទគឺបានរួមចំណែកយ៉ាងសំខាន់ដល់ការផ្សព្វផ្សាយដ៏ធំធេងរបស់ប្រជាណាចក្រកម្ពុជាទៅក្នុងតំបន់និងលើពិភពលោកហើយក៏ទទួលបានចំណូលជាតិជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិប្រជាជនកម្ពុជាបច្ចុប្បន្នបានទទួលស្គាល់នូវគុណតម្លៃដ៏ធំធេងនៃសន្តិភាពដែលបាននឹងកំពុងនាំមកនូវជីវភាពរស់នៅដែលសុខដុមរមនាក្នុងសង្គមបង្កឱកាសក្នុងការប្រកបអាជីវកម្មរបស់ខ្លួនចូលរួមធ្វើការអភិវឌ្ឍប្រទេសជាតិព្រមទាំងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗទៀតសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រនៃវិស័យកីឡាជាតិថ្ងៃនេះបច្ចុប្បន្នមកដោយសារការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនពិសេសគោលនយោបាយឈ្នះឈ្នះដែលបាននាំមកនូវសន្តិភាពការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍ
ជាការពិតការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចតេជោយមត្រីនិងសម្ដេចកតេព្រះបណ្ឌិតនិងការខិតខំប្រឹងប្រែងរួមសហការគ្នាក្នុងស្មារតីរួមចិត្តរួមគិតរួមធ្វើនិងរួមទទួលខុសត្រូវរបស់គ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យពិធីបើកនិងពិធីបិទនិងការប្រកួតកីឡាជាតិលើកទី1នេះក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់ប្រជាជាតិកម្ពុជាក្នុងសម័យតេជោនិងទៅអនាគតដោយឡែកកម្លាំងសាមគ្គីកិច្ចសហការភាពជាដៃគូដ៏ល្អនៃមុំចង្ក្រានទាំង3គឺគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាក្រសួងអប់រំយុវជននិងកីឡាសហព័ន្ធកីឡាជាតិបាននាំមកនូវប្រសិទ្ធភាពនិងសុគតភាពការងារកីឡាដែលលេចចេញជាសមិទ្ធផលដ៏ធំធេងនៅពេលនេះក្នុងនាមគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាខ្ញុំបាទសូមគាំទ្រទាំងស្រុងនៅអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោយុរមន្ត្រីក្នុងយុទ្ធនាការប្រជាពលរដ្ឋម្នាក់ហាត់កីឡាមួយមុខនិងការអំពាវនាវរបស់សម្ដេចតេជោយុរមន្ត្រីឲ្យក្រុមហ៊ុនស្ថាប័នរដ្ឋចូលរួមចងសម្ព័ន្ធភាពជួយទ្រទ្រង់កីឡាមួយមុខឬសហព័ន្ធកីឡាជាតិមួយដែលយើងខ្ញុំសង្ឃឹមថាក្រុមហ៊ុនក្រសួងស្ថាប័ននិងអ្នកអង្គការនឹងចូលរួមឧបត្ថម្ភគាំទ្រដល់កីឡាជាតិឆ្ពោះទៅជោគជ័យនៃការប្រកួតSEA Games 2023ខាងមុខសម្ដេចតេជោយុរមន្ត្រីនិងសម្ដេចកតេព្រះបណ្ឌិតជាទីគោរពដ៏ពងពោះបំផុតអាយដាមលោកជំទាវអលោកលោកស្រីជាឱកាសដ៏សែនមនោរម្យនេះខ្ញុំបាទក្នុងនាមចលនាអូឡ িম্প ិកជាតិនិងអន្តរជាតិខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងអប់រំជនកីឡាក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងការពារជាតិរួមមានកងឯកភាពកិត្តិយសត្រៃតបកងឆ័ត្រយង911សាលានៃទាហានថ្វាត់ពងសហព័ន្ធកីឡាល្បុក្កតោវិទ្យាឋានអប់រំកាយនិងកីឡាសាលាបែលធីនិងបងប្អូនតារាសម្ដែងជំនាញសិល្បៈសិល្បករសិល្បករនីទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យផ្ទាំងទស្សនីយភាពដ៏រំភើបអស្ចារ្យនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី1ជាប្រវត្តិសាស្ត្រថ្មីនេះខ្ញុំបាទសូមអរគុណដល់ BTV ក្នុងការផ្សាយបន្តផ្ទាល់នៅព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះទៅក្នុងក្របខ័ណ្ឌក្នុងប្រទេសនិងលើឆាកអន្តរជាតិខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃក្រសួងការពារជាតិសាលារាជធានីភ្នំពេញសមត្ថកិច្ចទាំងអស់និងបងប្អូនប្រជាពលរដ្ឋដែលបានផ្ដល់ភាពកក់ក្ដៅចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពបានយ៉ាងល្អក្នុងការប្រកួតកីឡាជាតិលើកទី1នេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនឧបត្ថម្ភប្រាច់មុខស្រាបៀរអង្គរក្រុមហ៊ុន Smart Asiata ក្រុមហ៊ុនស៊ីម៉ង់អូតសហការឧបត្ថម្ភដោយក្រុមហ៊ុនឆ្នោតកីឡាជាតិនិងសម្លៀកពាក់ SBT ហើយក្នុងនោះក៏មានក្រុមហ៊ុន Sound Screen និងលោកថាងក៏ដងអនុប្រធានគណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាផងដែរដែលបានឧបត្ថម្ភដល់ការរៀបចំពិធីបើកនិងពិធីបិទដល់គណៈកម្មការជាតិអូឡ িম্প ិកកម្ពុជាយើងក៏មិនអាចភ្លេចបានទេនៅកម្លាំងជំនួយការងារដ៏សំខាន់របស់អ្នកស្ម័គ្រចិត្តដែលលះបង់ពេលវេលាកម្លាំងកាយចិត្តបម្រើការដោយស្មារតីស្ម័គ្រចិត្តធ្វើឲ្យព្រឹត្តិការណ៍ទាំងមូលដំណើរការបានដោយពេញលេញក្នុងនោះដែរសម្បត្តិសូមថ្លែងអំណរគុណដល់គណៈកម្មការជាតិអូឡ িম্প ិកអន្តរជាតិដែលបានបញ្ជូនបេសកជនមកចូលរួមសង្កេតការណ៍និងលើកទឹកចិត្តដល់ការរៀបចំប្រកួតកីឡាជាតិលើកទី1នេះខ្ញុំសូមបដិញ្ញាចិត្តប្រឹងប្រែងបន្តទៀតតាមបទពិសោធន៍ទាំងក្នុងការរៀបចំការប្រកួតទាំងក្នុងការរៀបចំព្រឹត្តិការណ៍បើកបិទនៃការប្រកួតលើកទី1នេះដើម្បីយកទៅកែលម្អនិងត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកក្រោយទៀតឲ្យបានល្អប្រសើរដើម្បីឆ្ពោះទៅត្រៀមការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាSEA Games ឆ្នាំ2023ជាទីបញ្ចប់ខ្ញុំបាទសូមគោរពជូនពរសម្ដេចតេជោយុរមន្ត្រីសម្ដេចកតេព្រះបណ្ឌិតសូមប្រកបដោយសុខភាពល្អកម្លាំងខ្លាំងក្លាប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំកម្ពុជាឆ្ពោះទៅរកភាពសម្បូររុងរឿងនិងសុភមង្គលរបស់ប្រជាពលរដ្ឋសូមគោរពជូនពរអាយដាមលោកជំទាវលោកស្រីសូមប្រកបតែនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសូមដំណើរនិវត្តន៍របស់ប្រតិភូកីឡាក្រសួងរាជធានីខេត្តប្រកបដោយសុវត្ថិភាពដើម្បីទទួលបានអនុសាសន៍ណែនាំដល់គង់ពោះក្នុងការអភិវឌ្ឍវិស័យកីឡាជាតិក៏ដូចជាក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិសម្បត្តិសូមអនុញ្ញាតគោរពអញ្ជើញសម្ដេចតេជោរដ្ឋមន្ត្រីមេត្តាថ្លែងធម្មកថានិងប្រកាសបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី1ជាផ្លូវការសូមមេត្តាគោរពអញ្ជើញបាទ